បាទសូមជម្រាបសួរបងប្អូនដែលលេង MMO ទាំងអស់គ្នាបាទជាពិសេសបងប្អូន MMO ដៃថ្មីណាបងប្អូន MMO ដៃថ្មីភាគច្រើនគាត់ចូលមកសួរឬក៏ចង់ដឹងអំពីថាធ្វើម៉េចដើម្បីឲ្យ page របស់គាត់ហ្នឹងឬក៏ account របស់គាត់ហ្នឹងទទួលបានការមើលឃើញបាទអញ្ចឹងខ្ញុំឃើញការចែករំលែករបស់បងប្អូនយើងទាំងដៃចាស់ទាំងដៃថ្មីដែលគាត់បានចែករំលែកហ្នឹងផ្សេងគ្នាបាទអញ្ចឹងមានខ្លះខុសទៅមានខ្លះត្រូវទៅបាទហើយការចែករំលែករបស់គាត់ហ្នឹងខ្ញុំមិនបដិសេធទេបាទប៉ុន្តែមុននឹងជឿគេណាបងប្អូនបាទមុននឹងជឿគេត្រូវគិតពិចារណាសិនហើយបងប្អូនគិតពិចារណាមើលទៅខ្ញុំមិនថាណាខុសទេបងប្អូនបាទអញ្ចឹងយកជាកំណត់ប៉ុន្តែបងប្អូនមកស្ដាប់យោបល់ខ្ញុំបន្តិចសិនណាដើម្បីឲ្យ page បងប្អូនរីកឬក៏ account បងប្អូននឹងរីកទទួលបានការមើលឃើញទោះបីថាចូលនៅក្នុងនិយាយសភាសាសាមញ្ញថាចូលក្នុងចំណោមមានតំណែងជាមួយនឹង account នឹង page អ្នកផ្សេងទៀតចូលក្នុងចំណោមគេចូលក្នុងចំណោមឯងនិយាយចឹងសាមញ្ញធ្វើស្ដាប់បាទអញ្ចឹងបងប្អូនមិនបាច់ទេស្ដាប់ខ្ញុំនេះឥឡូវបងប្អូនយកគំនិតទៅពិចារណាបាទខ្ញុំសូមចែករំលែកណាបងប្អូនបាទចែករំលែកដោយក្តីស្រឡាញ់ទេហើយខុសត្រូវបងប្អូនយកទៅពិចារណាទៅបាទគិតថាខុសបោះចោលទៅបើសិនជាត្រូវបងប្អូនធ្វើតាមទៅអញ្ចឹងទី1มันមានអីច្រើនទេបងប្អូននៅពេលឥឡូវខ្ញុំនិយាយរឿង account វិញ account ដែលយើងបង្កើត page ក៏ដោយមិនបង្កើតក៏ដោយឥឡូវខ្ញុំនិយាយរឿង account វិញហើយនៅ page ក៏ប្រហែលគ្នាដែរឥឡូវខ្ញុំនិយាយរឿង account ធម្មតា account ដែលយើងលេងគឺយើងបងប្អូនបានបើក professional mode មែនទេបាទអញ្ចឹងបើបងប្អូនបានបើក professional mode គឺបើកគំរូរកអាជីពបាទរកប្រាក់កម្រៃពី Facebook ហ្នឹងណាអញ្ចឹងក្រុមហ៊ុន Facebook គេតម្រូវឲ្យដាក់កិច្ចការឲ្យបងប្អូនធ្វើឲ្យប្រចាំសប្តាហ៍ហើយបងប្អូនមិនបាច់គិតចារណាអីផ្សេងទេបងប្អូនធ្វើតែតាមកិច្ចការដែលក្រុមហ៊ុន Facebook ហ្នឹងដាក់ឲ្យធ្វើប្រចាំសប្តាហ៍ហ្នឹងហើយនឹងគេមានកលឹះគេមានធៀបរបស់គេបងប្អូនកលឹះថាត្រូវធ្វើម៉េចដើម្បីឲ្យទទួលបានការមើលឃើញធ្វើយ៉ាងម៉េចដើម្បីទទួលបានការតាក់ទាញអ្វីមួយដើម្បីឲ្យមានអ្នក follow អញ្ចឹងក្រុមហ៊ុនគឺគេក្រុមហ៊ុនមេតាក្រុមហ៊ុន Facebook ហ្នឹងគឺគេបានគិតឲ្យស្រេចហើយបងប្អូនអញ្ចឹងបងប្អូនមិនបាច់ទៅគិតអីខ្វល់អីច្រើនទេធ្វើតែតាមគេនឹងទៅឲ្យតែបានទៅនឹងបានទទួលការមើលឃើញហើយបងប្អូនបាទមិនមានអីច្រើនទេបាទអញ្ចឹងកំណត់ខ្ញុំមានតែប៉ុណ្្នឹងបាទឥឡូវសូមជាឧទាហរណ៍ណា